នៅក្នុងប្រទេសឥណ្ឌាសត្វគោមិនមែនគ្រាន់តែជាសត្វចិញ្ចឹមធម្មតានោះទេប៉ុន្តែវាត្រូវបានគេចាត់ទុកថាជាសត្វដ៏សក្ការៈនិងជាផ្នែកសំខាន់នៃវប្បធម៌សាសនានិងជីវិតប្រចាំថ្ងៃរបស់ប្រជាជនឥណ្ឌាមានរឿងប្លែកៗជាច្រើនទាក់ទងនឹងសត្វគោដែលធ្វើឲ្យមនុស្សជុំវិញពិភពលោកភ្ញាក់ផ្អើលតោះមកដឹងពីរឿងប្លែកៗនិងគួរឲ្យចាប់អារម្មណ៍អំពីសត្វគោនៅឥណ្ឌាទី1សត្វគោត្រូវបានគេចាត់ទុកថាជាម្ដាយទី2នៅក្នុងសាសនាហិណ្ឌូប្រជាជនជាច្រើនជឿថាសត្វគោជាសត្វដ៏ពិសិដ្ឋពួកគេហៅគោថាជាម្ដាយគោមូលហេតុដែលពួកគេគោរពបែបនេះព្រោះគោផ្ដល់ទឹកដោះសម្រាប់ចិញ្ចឹមមនុស្សនិងជួយមនុស្សក្នុងការធ្វើកសិកម្មតាំងពីសម័យបុរាណមនុស្សជាច្រើននៅឥណ្ឌាជឿថាការធ្វើបាបសត្វគោគឺជាបាបដ៏ធ្ងន់ដូច្នេះពួកគេព្យាយាមថែរក្សានិងផ្ដល់អាហារឲ្យវានៅតំបន់ខ្លះប្រជាជនថែមទាំងអនគោរពឬប៉ះជើងគោដើម្បីសុំសំណាងល្អទី2សត្វគោដើរពេញផ្លូវដូចជាម្ចាស់ទីក្រុងរឿងដែលភ្ញៀវទេសចរចាប់អារម្មណ៍ខ្លាំងបំផុតគឺការមើលឃើញសត្វគោដើរលេងដោយសេរីនៅលើដងផ្លូវនៅទីក្រុងធំៗដូចជាមុំបៃឬញូដេលីអ្នកអាចឃើញគោដេកកណ្ដាលផ្លូវខណៈរថយន្តម៉ូតូនិងមនុស្សជាច្រើនកំពុងធ្វើដំណើរជុំវិញវាពេលខ្លះគោអាចឈរនៅកណ្ដាលផ្លូវធំអស់ជាច្រើននាទីហើយមនុស្សគ្រប់គ្នាត្រូវរង់ចាំគ្មានអ្នកណាហ៊ានបណ្ដេញវាដោយអំពើហិង្សានោះទេព្រោះពួកគេចាត់ទុកថាវាជាសត្វដ៏សក្ការៈសម្រាប់ជនបរទេសវាជារឿងចម្លែកខ្លាំងព្រោះនៅប្រទេសជាច្រើនសត្វធំបែបនេះមិនអាចដើរលេងលើផ្លូវសាធារណៈបានឡើយទី3គោខ្លះរស់នៅល្អជាងមនុស្សក្រីក្រនៅឥណ្ឌាមានគោខ្លះត្រូវបានម្ចាស់ថែរក្សាយ៉ាងល្អពួកគេមានអាហារល្អកន្លែងស្នាក់នៅនិងការថែទាំដ៏ពិសេសនៅពេលមានពិធីបុណ្យមនុស្សនាំគោទៅងូតទឹកលាបពណ៌និងពាក់ខ្សែផ្កាស្រស់ស្អាតមានពេលខ្លះមនុស្សខ្លះសុខចិត្តមិនទិញអាហារឲ្យខ្លួនឯងប៉ុន្តែទិញអាហារឲ្យគោជាមុនរឿងនេះធ្វើឲ្យភ្ញៀវទេសចរបរទេសជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទី4មានមន្ទីរពេទ្យធំសម្រាប់គោនៅប្រទេសឥណ្ឌាមានមន្ទីរពេទ្យជាច្រើនដែលបង្កើតឡើងសម្រាប់ព្យាបាលសត្វគោជាពិសេសគោដែលរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ឬឈឺដោយសារបរិភោគសម្រាមត្រូវបានគេយកទៅព្យាបាលមន្ទីរពេទ្យខ្លះមានគ្រូពេទ្យជាច្រើននិងមានរថយន្តសង្គ្រោះបន្ទាន់សម្រាប់ដឹកគោកន្លែងខ្លះថែមទាំងធ្វើការវះកាត់សង្គ្រោះជីវិតគោទៀតផងទី5សត្វគោចូលផ្សារនិងហាងដោយសេរីរឿងមួយដែលគួរឲ្យអស់សំណើចគឺសត្វគោអាចដើរចូលហាងបន្លែឬផ្សារដោយគ្មានអ្នកហាមឃាត់ពេលខ្លះវាអាចស៊ីបន្លែឬផ្លែឈើរបស់អ្នកលក់ហើយម្ចាស់ហាងគ្រាន់តែដេញស្រាលប៉ុណ្ណោះមានវីដេអូជាច្រើននៅលើអ៊ីនធឺណិតបង្ហាញសត្វគោដើរចូលហាងលក់សម្លៀកបំពាក់ឬហាងអាហារដែលធ្វើឲ្យមនុស្សជាច្រើនសើចនិងភ្ញាក់ផ្អើលទី6លាមកគោត្រូវបានប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃសម្រាប់មនុស្សជាច្រើនលាមកគោគឺជារបស់កខ្វក់ប៉ុន្តែនៅឥណ្ឌាវិញវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយប្រជាជននៅជនបទយកលាមកគោទៅធ្វើជាឥន្ធនៈសម្រាប់ចម្អិនអាហារខ្លះយកទៅបិទជញ្ជាំងផ្ទះមនុស្សមួយចំនួនជឿថាលាមកគោអាចជួយការពារសត្វល្អិតនិងធ្វើឲ្យផ្ទះត្រជាក់ទោះបីជាជនបរទេសចាត់ទុកវាជារឿងចម្លែកក៏ដោយប៉ុន្តែសម្រាប់ប្រជាជននៅភូមិវាគឺជារឿងធម្មតាទៅហើយ7ទឹកនោមគោត្រូវបានលក់ជាផលិតផលរឿងដែលធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលខ្លាំងបំផុតគឺការប្រើប្រាស់ទឹកនោមគោមនុស្សខ្លះជឿថាវាមានអត្ថប្រយោជន៍សម្រាប់សុខភាពដោយសារតែជំនឿនេះមានរោងចក្រមួយចំនួនផលិតសាប៊ូថ្នាំដុសធ្មេញសាប៊ូកក់សក់និងផលិតផលផ្សេងចេញពីទឹកនោមគោមនុស្សខ្លះថែមទាំងផឹកវាទៀតផងដោយជឿថាវាអាចជួយរាងកាយទោះជាយ៉ាងណាក៏ដោយអ្នកជំនាញវិទ្យាសាស្ត្រជាច្រើនបាននិយាយថាមិនមានភស្តុតាងគ្រប់គ្រាន់សម្រាប់ការអះអាងខ្លះទាំងនេះនោះទេទី8មានជំរកសម្រាប់គោចាស់រាប់ពាន់ក្បាលនៅតំបន់ជាច្រើនមានជំរកសម្រាប់គោគ្មានម្ចាស់ឬគោចាស់មនុស្សសប្បុរសនិងវត្តអារាមជួយផ្ដល់អាហារនិងថវិកាសម្រាប់ថែរក្សាគោទាំងនេះកន្លែងខ្លះមានគោរាប់ពាន់ក្បាលរស់នៅជាមួយគ្នាពួកគេចាត់ទុកការជួយគោថាជាការធ្វើបុណ្យដ៏ធំមួយទី9គោអាចបង្កការកកស្ទះចរាចរណ៍ធំនៅពេលគោមួយហ្វូងដើរឆ្លងផ្លូវចរាចរណ៍អាចជាប់គាំងអស់ជាច្រើនម៉ោង
ប៉ុន្តែមនុស្សភាគច្រើនមិនខឹងទេព្រោះពួកគេចាត់ទុកថាវាជារឿងធម្មតាភ្ញៀវទេសចរជាច្រើនបានថតវីដេអូគោដេកនៅកណ្ដាលផ្លូវខណៈរថយន្តទេសចររាប់រយកំពុងរង់ចាំវាគឺជាទស្សនវិជ្ជាដែលកម្រឃើញនៅប្រទេសផ្សេងៗទី10សត្វគោคล้ายជារូបភាពតំណាងឲ្យឥណ្ឌាសម្រាប់មនុស្សជាច្រើននៅលើពិភពលោកពេលនឹកដល់ឥណ្ឌាពួកគេនឹងនឹកឃើញភ្លាមដល់សត្វគោដែលដើរតាមផ្លូវវាបានคล้ายជានិមិត្តរូបនៃវប្បធម៌និងជំនឿរបស់ប្រទេសនេះរឿងផ្លេចៗអំពីសត្វគោនៅប្រទេសឥណ្ឌាបង្ហាញថាវប្បធម៌និងជំនឿរបស់មនុស្សនៅលើពិភពលោកមានភាពខុសគ្នាខ្លាំងអ្វីដែលមើលទៅចម្លែកសម្រាប់មនុស្សមួយក្រុមអាចជារឿងធម្មតានិងពិសិដ្ឋសម្រាប់មនុស្សមួយក្រុមផ្សេងទៀតសត្វគោមិនត្រឹមតែជាសត្វចិញ្ចឹមប៉ុណ្ណោះទេប៉ុន្តែវាជាផ្នែកមួយនៃជីវិតសាសនានិងអត្តសញ្ញាណរបស់ប្រជាជនឥណ្ឌាដោយសារតែហេតុនេះហើយទើបរឿងរ៉ាវជាច្រើនទាក់ទងនឹងសត្វគោនៅឥណ្ឌាបានក្លាយជារឿងប្លែកនិងគួរឲ្យចាប់អារម្មណ៍សម្រាប់មនុស្សទូទាំងពិភពលោក